Hello សួស្តីអ្នកទាំងអស់គ្នាបើមកជួបជាមួយខ្ញុំម្ដងទៀតហើយនៅក្នុងសាច់រឿង Gintama នៅកន្លែងផ្ទះមួយ Toshiro កំពុងតែក្លំមើលនិងឆ្លុះកែវយុទ្ធមើលពីសកម្មភាពរបស់ជនសង្ស័យម្នាក់ដែលខណ្ឌចេញពីផ្ទះអស់រយៈពេល3ថ្ងៃហើយបេសកកម្មរបស់គាត់នឹងគឺធ្វើជាមួយនឹង Sugo យាមនៅខាងក្រោយអត់ខ្វល់អីឡើយអង្គុយស៊ីជាមួយនឹង Ramon ធម្មតាអាឡបយកនេះឲ្យមកធ្វើកាយមកអង្គុយស៊ីអញ្ចឹងពេលហ្នឹង Gitaki ក៏យកសម្រាមមកចោលនៅកន្លែងហ្នឹង Toshiro អង្គុយលើធុងសម្រាមត្រូវបាន Gitaki ដេញអមនេះអញអង្គុយឆ្លុះកែវយុទ្ធទិញបានជួយឲ្យហ៊ានជេរណាគេផងយេតគីរੂរឿងជាមួយនឹងតូសរ៉ូពេកគាត់ក៏បានរុញយេតគីឲ្យដួលឯងហ៊ានរួចអញផងម៉ាំងថ្ងៃក្រោយក៏មកចោជាមួយអញទៀតតាមម្ដាយយើងតូសរ៉ូក៏ដៅឆេវតែម្ដងក៏បានយកខ្នោះចាប់ជាប់យេតគីពីបតដែលរੂរឿងសមត្ថកិច្ចរំខានក្នុងការធ្វើការពេលហ្នឹងគាត់ក៏ទេទូរស័ព្ទទៅកាន់ Sugo តែពេលដែល Sugo មកដល់តូសរ៉ូប្រាប់ថាអាកូនសោរគាត់ចាក់ខ្នោះហ្នឹងក៏បានបាត់ហើយគាត់សុំសោរបស់ Sugo ហ្នឹងដើម្បីចាក់សោ Sugo អត់មកអីទេដូចចិត្តទៀតក៏បានយកខ្នោះដៃរបស់គាត់ហ្នឹងទៅចាក់ខ្នោះដៃទាំងពីរហ្នឹងឲ្យចាប់ទាំងសងខាងជិលញ៉ៃច្រើនក៏ដើរចេញទៅតែមុននឹងដើរចេញគាត់ក៏បានយកម៉ាយ៉ូណេសដើម្បីទុកឲ្យតូសរ៉ូដោយសារតែតូសរ៉ូស្រឡាញ់ជាមួយម៉ាយ៉ូណេសពេកអីប្រយ័ត្នទៅដាក់មកដោះលេងឯងសិនទៅអីចប់អើយកុំមើលមុខអញពេលហ្នឹងជនសង្ស័យក៏ធ្វើសកម្មភាពដើរចុះពីផ្ទះតូសរ៉ូឃើញអញ្ចឹងក៏ចង់ដើរតាមតែវាប្រឆាំងគ្នាដោយសារតែគីចង់ទៅមួយផ្លូវទៀតឥឡូវទៅធ្វើម៉េចទៅបាញ់ប្រូបដើមមួយយើងទៅតាមមួយហ្នឹងលិតចកងអង្វរយើងមកបាទសុំអង្វរដាក់តាមទៅម៉ែពេលហ្នឹងមានអីតូសរ៉ូក៏ចាប់កវត្តគីហ្នឹងលិតចកងបានដល់ឯងខ្លាំងអីបោកយកហ្មងមើលបន្ទាប់ពីសម្រួលមួយគីត្រូវហើយក៏បានដើរតាមតែសកម្មភាពដើររបស់ពួកគេនោះធ្វើឲ្យប្រជាជនទាំងអស់នោះកំពុងតែងឿឆ្ងល់អាពីរនាក់នេះក៏ស្រឡាញ់គ្នាទៅថ្នាក់ហ្នឹងហើយជនសង្ស័យហ្នឹងក៏បានចូលទៅក្នុងហាងមួយតែពេលអាពីរនាក់ហ្នឹងចូលទៅតាមដែរមានអីពេលហ្នឹងក៏សម្ដែងធ្វើឯជាអ្នកអារម្មណ៍ឯណាស្លូហ្មងទៅដើម្បីតាមដានក៏អង្គុយកំងអាហារក៏ប៉ុន្តែដៃរបស់ពួកគេជាប់ខ្នោះអាម្នាក់ទៀតស៊ីអាម្នាក់ទៀតក៏ចាប់ទាញដៃមកស៊ីដែរហើយពេលហ្នឹងក៏ធ្វើឲ្យកពប់ទឹកម៉ាយ៉ូណេសរបស់តូសរ៉ូហ្នឹងប្លែកខ្លាំងមែនតែនសូម្បីតែផឹកកាហ្វេហ្នឹងក៏ចាក់ម៉ាយ៉ូណេសលាយជាមួយដែរមានតែម្នេះឈួតទេផឹកកាហ្វេលាយម៉ាយ៉ូណេសតូសរ៉ូក៏បានចាស់មកចានម៉ាំងចង់ដើមមុខរបស់គីហើយគាត់ក៏យកម៉ាយ៉ូណេសមករោយលើចានកាហ្វេរបស់គាត់ទៀតមួយសន្ទុះក្រោយមកគីក៏ចេញប្រតិកម្មរួមទាំងតូសរ៉ូក៏ចេញប្រតិកម្មផងដែរនោះដោយសារតែនៅក្នុងម៉ាយ៉ូណេសដែលស៊ូហ្គោឲ្យហ្នឹងនោះគឺជាថ្នាំអៀកឥឡូវនេះមានតែដេញពួកគេឲ្យមកទ្រាំបាននៅក្នុងបន្ទប់ទឹកអើយជឿទ្រាំបានទេផែនការទី1អាមួយឡើងទៅតាមទ្វារខាងលើហើយម្នាក់ទៀតអង្គុយជុះហើយអាមួយទៀតនេះកំពុងតែអោតទ្វារនៅខាងក្រៅហើយម្នាក់ទៀតអង្គុយហើយមួយទៀតនេះក្រាបនៅខាងក្រោមហើយម្នាក់ទៀតអង្គុយផែនការទាំង3ហ្នឹងគឺពួកគេមិនបានយកជាសាច់ការទេព្រោះតែបិទទ្វារមិនជិតអើយពិបាកទ្រាំម្ល៉េះដែលពេលហ្នឹងពួកគេក៏នឹកឃើញវិធីចុងក្រោយមួយដែលល្អបំផុតម្នាក់នៅខាងក្រោមអង្គុយយកដៃទប់ជាមួយនឹងម្នាក់ដែលនៅខាងលើធ្វើអញ្ចឹងចំណេញទាំងហាត់ប្រាណថែមទៀតផែនការក៏បានអនុវត្តដល់ពេលចេញពីបន្ទប់ទឹកមកឃើញជនសង្ស័យក៏ឡើងឡានបាត់ពួកគេក៏រត់ដេញតាមមកដល់មាត់ទ្វារគឺមានតែម៉ូតូគេជិះហើយការជិះម៉ូតូហ្នឹងគឺមានតែមួយដេកខាងក្រោមមួយទៀតជិះខាងលើអញងាកចេញមើលបាំងភ្នែកអញមើលមិនឃើញផ្លូវងាកក្បាលហើយអញងាកទៅណាទៀតវេទនាដល់កសូម្បីតែជិះម៉ូតូក៏ឆ្លោះគ្នាដែរយេតគីក៏ភ័យខ្លាំងពេកដែលឃើញឡានធំមកពីខាងក្រោយទីបំផុតពួកគេក៏តាមឡានតន់មកដល់ឃ្លាំងមួយពេលនោះយេតគីមិនចង់ទៅទេដែលសារតែខ្លាចងាប់ព្រោះដៃជាប់ខ្នោះយ៉ាងបាក់រត់ណាស់ហើយចង់ឲ្យអញសុំវល់ទៀតមែនអញទៅក៏បានដែរពេលនោះយេតគីដើរចូលទៅទាំងបង្ខំចិត្តរើទីតាំងបានល្អមែនតែនមកពួនស្ដាប់គេនិយាយគ្នានៅលើដំបូលមួយស្របពេលហ្នឹងលូសូកូនិយាយអាយកូមកកាន់តូសរ៉ូថាស្ថានភាពយ៉ាងម៉េចហើយតែធ្វើឲ្យអ្នកខាងក្រោមនេះដឹងថាមានមនុស្សគាត់ក៏បានទម្លុះកលឺយន្តនោះធ្វើឲ្យអ្នកទាំងពីរនេះធ្លាក់មកខាងក្រោមរត់ទៅណាមករួចទេពួកគេទាំងអស់គ្នាក៏បានរុំព័ទ្ធនិងវាយទៅកាន់អ្នកទាំងពីរតែទោះបីជាដៃជាប់ខ្នោះចឹងក៏ដោយក្នុងគ្រានេះគឺសហការគ្នាបានល្អមែនតែនវាយទៅលើជនល្មើសទាំងអស់នោះឲ្យដួលខ្ទេចវាយកូនចៅងាប់អស់ហើយឃើញមានបុរសម្នាក់ដែលជាមេធំជិះម៉ូតូសម្រុកវាយទៅកាន់ពួកគេហើយពេលហ្នឹងគីតគីនិងតូសរ៉ូក៏នៅកន្លងមកដៃភ្លាមដែលធ្វើឲ្យនឹងដួលហើយធ្វើឲ្យផ្ទុះម៉ូតូបាត់ពេលហ្នឹងក៏ឃើញស៊ូហ្គោដើរចេញពីផ្សែងមកសួរពីស្ថានភាពឯងមកយឺតហើយអាប៉ុយក្រុមអ្នកលេងទាំងប្រមាណនោះក៏ត្រូវបានបញ្ជូនទៅប៉ុស្តិ៍ប៉ូលីសជាពិសេសគឺស៊ូហ្គោដោះខ្នោះហើយគាត់ក៏បានសួរថាយកអាប៉េតុគីហ្នឹងទៅប៉ុស្តិ៍អត់ខាញ់វាប្រព្រឹត្តខុសច្បាប់អីយីឯងក៏អត់ជួយប៉ុណ្ណឹងចង់ចាប់អញទៀតទេអញចង់ឃើញមុខវាទេសំដាពាក្យហ្នឹងអញនិយាយទៅបានត្រូវថ្ងៃបន្ទាប់នៅហាងរបស់លោកយាយអូតូសេមនុស្សយន្តតាមមកធ្វើការ24ម៉ោងលើ24ម៉ោងលោកយាយអូតូសេបារម្ភណាស់ថាអញនឹងទៅគេងខ្លះទៅអាមនុស្សយន្តឲ្យគ្នាទៅដេកយ៉ាងម៉េច
របស់យោនាងប្រាប់ថាមិនអីទេគាត់ជាមនុស្សយន្តអញ្ចឹងធ្វើការ24ម៉ោងលើ24ម៉ោងក៏មិនអីដែរពេលនោះលោកយាយអូតូសេភ្ញាក់ផ្អើលមែនដោយសារតែតាម៉ាក៏លេចមកឃើញក្បាលនឹងរូបរាងរបស់នាងគឺជ្រុងគាត់ក៏បានយករឿងហ្នឹងមកនិយាយជាមួយនឹងគីតាគីគាត់ឆ្ងល់ថាតាម៉ាមានរឿងអ្វីតែបន្តិចក្រោយមកតាម៉ាក៏ប្រែជារូបរាងទៀតហើយគាត់កាន់តែតូចមែនតើដូចជាមនុស្សយន្តនៅក្នុងហ្គេមអញ្ចឹងមកហើយអានេះបើយកទៅលេងហ្គេមគឺសប្បាយខ្លាំងយកតែមែនតើមកព្រោះខ្ញុំធ្លាប់លេងហ្គេមហ្នឹងពេលហ្នឹងគីតាគីក៏ដូចជាលោកយាយអូតូសេនឹងគិតថាមានបញ្ហាអីមួយហើយពួកគេមិនដឹងទៅជួសជុលបែបម៉េចទេជំរឿចុងក្រោយគឺមានតែយកនាំមកជួបជាមួយនឹងតាវិទ្យាសាស្ត្រនៅទីក្រុងអ៊ីដូបន្ទាប់ពីគាត់មើលហើយគាត់ដឹងថាតាម៉ាពេលនេះកំពុងតែឆ្លងមេរោគនៅក្នុងប្រព័ន្ធរបស់គាត់ដែលមេរោគគឺមានឈ្មោះថាតាភីវាគឺជាមេរោគដ៏កាចសាហាវមួយហើយបន្ទុកកាន់តែយូរទៅវានឹងរីករាលដាលហើយថែមទាំងគ្រប់គ្រងខ្លួនរបស់តាម៉ាហើយជុំមានវិធីអេព្យាបាលអត់ពេលនោះមនុស្សយន្តរបស់លោកតានឹងក៏បានមកខាងក្រោយដំគិតគីកាពៀតបែកឈាមដែលការកានឹងសៀនបាជីភ័យខ្លាំងណាស់ដែលមើលសន្ទុះក្រោយមកឃើញថាតូចម្ល៉េះលោកតាប្រាប់ថាអាយុដែលកូនចៅគាត់កាន់នោះវាមានសមត្ថភាពបង្រួមមនុស្សឲ្យខ្លាចទៅជាតូចហើយជាមិនផុតទេការក្រាននឹងស៊ីនបាជីក៏ត្រូវមកអាយុផងដែរមកសន្ទុះក្រោយមកឃើញពួកគេកំពុងតែអុំទូកនៅក្នុងប្រព័ន្ធមួយនេះគឺជាក្នុងរាងកាយរបស់តាម៉ាលោកតាវាយពួកគេឲ្យតូចអញ្ចឹងនេះគឺជាវិធីព្យាបាលតាម៉ាហើយបោះពួកគេចូលទៅក្នុងខ្លួនរបស់តាម៉ាហើយឲ្យពួកគេទាំង3នាក់ហ្នឹងជាអ្នកដេញសម្លាប់មេរោគនៅក្នុងខ្លួនរបស់តាម៉ាពេលហ្នឹងគាត់ក៏ប្រគល់អាវុធពិសេសឈើចាក់ថ្មិញចំនួន3ឲ្យទៅកាន់ពួកគេហើយអាហ្នឹងប្រើបានដែរមិនដូចលើកមុនណាបាញ់ចេញទឹកស៊ីអ៊ីវបើអីមិនជឿទេអីសាក់មើលទៅចោឈិចទឹកស៊ីអ៊ីវដដែលហ្នឹងពេលពួកគេកំពុងតែអុំទូកនោះពួកគេក៏ឃើញជាមួយនឹងទ្វារមួយហើយពេលនោះពួកគេឡើងទៅដល់លើគោកពួកគេក៏ឃើញមនុស្សម្នាក់ដេកស្លាប់នៅក្នុងនោះដែលមានព្រួញដោតជាប់នឹងគូតពួកគេក៏ដើរចូលទៅជិតហើយម្នាក់ហ្នឹងក៏បានប្រាប់ថាឲ្យជួយទៅកាន់ព្រះអង្គម្ចាស់គាត់ផងជួយស្អីកានៅក្នុងខ្លួនរបស់តាម៉ាមានកន្លែងព្រះអង្គម្ចាស់មានបរិជ្ជវាំងទៀតមួយស្ទុះក្រោយមកពួកគេក៏រកច្រកឃើញហើយពួកគេក៏បានចូលមកដល់ទីក្រុងមួយនៅក្នុងខ្លួនរបស់តាម៉ានៅទីនេះគឺមានសពគ្រប់បែបយ៉ាងតែម្ដងលក់អ្វីវ៉ាន់អីនៅក្នុងហ្នឹងល្បែងលេងហ្គេមជាពិសេសគឺមានកាស៊ីណូថែមទៀតបើមិនថ្មីឲ្យផ្លេងមិនគិតតែមកទេបន្ទាប់ពីហ្នឹងពួកគេក៏បានដើរចេញនិងដើរលេងនៅក្នុងទីក្រុងអ្វីដែលពួកគេប្លែកនោះគឺឃើញមានមនុស្សដែលស្លៀកឈុតសពេលហ្នឹងគឺមានឃើញតាម៉ានៅក្នុងហ្នឹងនេះគឺជាក្នុងប្រព័ន្ធរាងកាយខ្លួនរបស់នាងប្រាប់ថាមនុស្សដែលស្លៀកឈុតសទាំងអស់នោះគឺជាកងការពារនៅក្នុងរាងកាយរបស់នាងដែលមានទូនាទីប្រឆាំងជាមួយនឹងមេរោគទីគេក៏សួរតាម៉ាថានៅទីនេះបរិជ្ជវាំងនៅកន្លែងណាដោយសារតែពេលគាត់ឃើញជាមួយនឹងបុរសម្នាក់មុនគាត់ចូលមកហ្នឹងគាត់បានប្រាប់ថាឲ្យជួយព្រះរាជបុត្រគាត់ផងពេលនេះតាម៉ាក៏នាំពួកគេមកដល់បរិជ្ជវាំងហើយនេះគឺជាស្ដេចដែលការពារនៅក្នុងខ្លួនតាម៉ាពីការជ្រៀតជ្រែករបស់មេរោគតែគីបានប្រាប់ថាឲ្យចុះមានមេរោគចូលជ្រៀតជ្រែកខ្លួនរបស់តាម៉ាហើយឯងមិនដឹងទេអីស្ដេចហ្នឹងក៏បាបថាគាត់មិនដឹងទេគាត់ដឹងតាប្រហែលថ្ងៃមុនមានសង្គ្រាមវាយគ្នារវាងមេរោគជាមួយនឹងកូនចៅស្លៀកពាក់សហ្នឹងស្ដេចដឹងថាជ្រុលអ្នកទាំង3ចូលមកដល់ទីនេះហើយប្រកាសណាស់ជាមានបណ្ណាគេម្នាក់បញ្ជូនពួកគេឲ្យមកកម្ចាត់មេរោគដែលពេលហ្នឹងគាត់មិនចង់ទៅប្រយុទ្ធគាត់ក៏បានបញ្ជូនកូនចៅចំនួន2នាក់ចូលជួយជាមួយនឹងពួកគេហើយនេះគឺមានលោកតាចាស់ជាមួយនឹងឆ្កែម្នាក់ហើយឲ្យកងជ្រួយមកចង់ដូចមើងងាស្ដេចក៏អញវាយដែរវើយអេអញតនិយាយជាប់ពេកក៏មើងងាសមត្ថភាពឆ្កែនិងលោកតាចាស់ហ្នឹងគឺជាអ្នកខ្លាំងកំពូលនៅក្នុងបរិជ្ជវាំងសម្រាប់បងប្អូនដែលស្រឡាញ់ជាមួយនឹងខ្សែដៃបូករួមជាមួយនឹងរបស់ខ្ជូតថែមទៀតជាច្រើនកុំភ្លេចជួយគាំទ្រឬក៏ឆាតទៅ page និង account TikTok 2002 Scoop ណានៅក្នុងនោះមួយជោគមានខ្សែដៃស្អាតៗនិងរបស់ខ្ជូតជាច្រើនមែនតែនជាពិសេសគឺបងប្អូនស្រីៗនឹងតែស្រឡាញ់តែម្ដងហើយសម្រាប់បងប្អូនប្រុសៗក៏អាចទិញបានដែរជាពិសេសគឺទិញជូនសង្សារឬក៏កាសអញ្ចឹងឯងដាក់តែមួយជោគទៅបានរបស់ខ្ជូតចឹងធានាហ្មងថាគេនឹងស្រឡាញ់ពេលនោះតាម៉ាក៏ចូលមកដល់គាត់ថែមទាំងយកកញ្ចក់មួយដើម្បីឆ្លុះបញ្ចាំងពីភាពពិតបន្ទាប់ពីឆ្លោះទៅឃើញស្ដេចនោះក៏បានប្រែទៅជាកៅអៅពណ៌ខ្មៅបន្តិចម្ដងមិនយូរប៉ុន្មានគាត់ក៏ប្រែទៅជាខ្មៅពេញសិតក្នុងទម្រង់កៅអៅពណ៌ខ្មៅហ្នឹងគាត់គឺជាមេរោគដែលបន្លំខ្លួននោះទេហើយថែមទាំងកូនចៅរបស់គាត់ទាំងអស់នៅក្នុងបរិជ្ជវាំងហ្នឹងដែលស្លៀកឈុតសទាំងប៉ុន្មានក៏ប្រែទៅជាពណ៌ខ្មៅនិងសម្រុកចូលមកកាន់បរិជ្ជវាំងដើម្បីវាយទៅកាន់ក្រុមរបស់គីតុគីពេលនោះបានគុណបនឈើចាក់ថ្មិញរបស់លោកតាវិជាសាស្ត្រហុចឲ្យពួកគេវាយដែលធ្វើឲ្យមហិទ្ធិរបស់វាហ្នឹងគឺពិតជាខ្លាំងមែនតែនពេលនោះពួកគេក៏បានចូលទៅវាយដោយអត់មានខ្លាចអីទេដាក់តែមួយឈើចាក់ថ្មិញធ្វើឲ្យអ្នកទាំងអស់គ្នានោះរលាយខ្សលអបិតាបន្លំខ្លួនធ្វើជាស្ដេចនេះក៏ប្រឹងរត់សង្គ្រោះវាយមកកាន់ពួកគេតែពេលនោះឃើញកូនឆ្កែពណ៌សនោះក៏មកខំស្មារបស់គាត់តែម៉ាក៏បានប្រាក់កញ្ចក់ហ្នឹងដើម្បីឆ្លុះបញ្ចាំងថាឆ្កែពណ៌សហ្នឹងគឺជាអ្វីតែមួយស្ទុះក្រោយមកឃើញមានបង្ហាញជាមួយនឹងបរិសម្នាក់តុគីទី2កូនចៅមេរោគទាំងអស់នោះកំពុងដេញចាប់ទៅកាន់ពួកគេទាំងអស់គ្នាអបិតុគីទី2នោះគឺជាស្ដេចពិតប្រាកដដែលគ្រប់គ្រងនៅក្នុងខ្លួនរបស់តាម៉ាហើយតុគីដើមនោះគឺមិនអស់ចិត្តនោះទេសូម្បីតែតុគីខ្លាញ់នេះនិយាយមិនក៏ដោយក៏គាត់នឹងប្រឹងអើតមើលនឹងចំពេញមុខមើលណអើយឯងមើលបែច
ង់មានរឿងមែនណែអារបស់យោឯងខ្លួនរូបអញឯងនិយាយលយទៀតឯងមិនបានខ្លួនរូបអញអញ្ចឹងតាម៉ាប្រាប់ថាមានតកីមួយនៅក្នុងហ្នឹងដោយសារតែនៅពេលដែលគាត់ជួបជាមួយនឹងយេតកីដំបងគូក្បាលរបស់នាងបានចាប់ជាប់យកអ្នកខ្លាំងហើយគាត់ក៏បានបង្កើតរូបភាពអ្នកខ្លាំងឲ្យការពារធ្វើជាស្ដេចនៅក្នុងខ្លួនរបស់នាងនេះបន្ទាប់ពីឮថាអ្នកខ្លាំងអញ្ចឹងអាពីរនាក់នេះគិតតែខ្លួនឯងខ្លាំងអត់មានវាយគ្នាទៀតទេតកីទី2ប្រាប់ថាពួកគេគឺត្រូវទៅកន្លែងមួយដែលជាស្ដេចរបស់មេរោគតាភីហ្នឹងហើយកំពុងតែតាំងបរិយាវាំងនៅក្នុងខ្លួនតាម៉ាដែលនេះគឺជាកន្លែងរបស់ស្ដេចតាភីពិតប្រាកដបន្ទាប់ពីដឹងថាក្រុមរបស់យេតកីចូលនិងស្ដេចពិតប្រាកដត្រូវបានរស់ឡើងវិញពួកគេទាំងអស់គ្នាកំពុងតែរៀបចំផែនការដើម្បីទៅកម្ចាត់ក្រុមរបស់យេតកីចោលតែមិនបាច់ទៅរកទេដោយសារតែពេលនោះពួកគេមកដល់ល្មមអ្វីដែលពួកគេខ្លាចនោះគឺដោយសារតែកូនចៅរបស់ក្រុមស្ដេចតាភីហ្នឹងគឺពិតជាមានច្រើនមែនទែនហើយពួកគេមិនដឹងថាចូលទៅរបៀបណាទេសមាជិកភាពប៉ុណ្ណឹងក៏ពេកកប៉ុកខ្ញុំទៅតែឯងក្បាលបានហើយអាចចូលកុំចូលពេកអញខ្ពើមយកដៃប៉ះក្បាលឯងណាយើអានេះកូពីខ្លួនអញនិយាយលយទៀតសមត្ថភាពឯងខ្លាំងតែតាមយើងទេកាកដាតឹងចិត្តពេកហើយប្រាប់ថាតួនាងជាអ្នកចាត់ការទាំងអស់ហ្នឹងនាងក៏បានរត់ចុះទៅខាងក្រោមវ៉ាជួយវាដេញខ្ញុំអើយគិតគីក៏បានហក់ចុះទៅដើម្បីជួយតែទៅបានអាគិតគីទី2នោះធាក់បែកក្បាលពួកគេពេលនេះកំពុងតែដណ្ដើមគ្នាដែលចង់សម្លាប់អាស្ដេចតាភីនឹងរៀងខ្លួនយកមុខមាត់អញខ្លាំងជាងមិនយូរប្រហែលកូនចៅស្លៀកខ្មៅទាំងអស់នោះក៏ចាប់អារម្មណ៍ដល់កាន់ពួកគេទាំងពីរនាក់ហើយក៏បានរត់សម្រុកចូលមកវាយទៅកាន់ពួកគេតកីទី2ក៏បានដកដៃរបស់គាត់ដែលធ្វើឲ្យកូនចៅទាំងអស់នោះរលាយខ្សលយេតកីឃើញអញ្ចឹងមិនពេញចិត្តនោះទេគាត់ថាអញក៏មានដៃដែលខ្លាំងដែរឯងចាំមើលណាណែមហិតរិទ្ធដាវឈើចាក់ថ្មិញហ្នឹងគឺពិតជាខ្លាំងមែនដែលធ្វើឲ្យយេតកីទី2ហ្នឹងក៏អស់កម្លាំងដែរពេលហ្នឹងយេតកីទី2ហ្នឹងក៏មិនចង់ចាញ់ដែរក៏បើកការវាយគ្នារវាងតកីទី1និងតកីទី2អូយគេវាយគ្នាតែយើងរត់ការវាយគ្នារបស់ពួកគេទាំងពីរហ្នឹងគឺមានប្រយោជន៍មែនឆ្លងកាត់ដែលធ្វើឲ្យកូនចៅទាំងអស់នោះក៏បានស្លាប់ពេលហ្នឹងក៏មានបំផ្ទុះយ៉ាងខ្លាំងចំហាយដល់រូបរាងតាម៉ានៅខាងក្រៅទៀតអើយឈឺមិនឲ្យជីវិតធ្លាក់ខ្លួនទេតកីទី2បានប្រាប់ថាឲ្យអ្នកទាំងអស់គ្នាឆាប់ចាញ់ពីទីនេះទៅវាគឺពិតជាមានគ្រោះថ្នាក់ណាស់នៅទីនេះតើគាត់ជាអ្នកចាត់ការតែម្នាក់ឯងបានហើយគាត់មិនចង់ឲ្យនរណាគេមកស្លាប់ជាមួយនឹងគាត់ទេទូនទីរបស់គាត់គឺជាអ្នកការពារខ្លួនរបស់តាម៉ាគាត់ចាត់ទុកថាតាម៉ាគឺជាប្រនាងតែដឹងស្រាប់ហើយពួកគេគឺមិនចាញ់ឡើយមកទីនេះគឺដើម្បីរំដោះតាម៉ាហើយមិនដឹងថាធ្វើមិនទេក៏បានយកដៃនឹងទៅប៉ះជាមួយនឹងអ្វីមួយខំដៃរបស់តកីទី2តាម៉ានេះកំពុងនិយាយគ្នាជាមួយនឹងយេតកីដោយសម្ងាត់គាត់បានប្រាប់ថាខ្លួនរបស់គាត់នឹងគឺមិនដឹងថារស់បានរយៈពេលប្រហែលទៀតនោះទេអ្វីដែលគាត់ស្នើសុំគឺស្នើសុំឲ្យយេតកីទី1នឹងឆាប់នាំយេតកីទី2នឹងចេញទៅពិភពលោកខាងក្រៅផងសម្រាប់ខ្លួនរបស់គាត់ទោះបីជាមិនអាចជួយបានក៏ដោយក៏មិនមានបញ្ហាអ្វីដែរដែលពេលនឹងធ្វើប្រព័ន្ធតាម៉ាដែលនៅក្នុងខ្លួនរបស់នាងក៏បានរលាយបាត់បន្ទាប់ពីនឹងតកីទី1និងតកីទី2ក៏ចាប់ផ្ដើមសហការគ្នាអ្នកទាំង4ហ្នឹងក៏មកប្រជុំមុខជាមួយនឹងស្ដេចរបស់មេរោគពិតប្រាកដនៅក្នុងព្រះរាជវាំងមួយហ្នឹងបន្ទាប់ពីកម្ចាត់កូនចៅរីរងអស់ហើយក៏បានហាញជាមួយនឹងស្ដេចដ៏ធំរបស់តាភីនេះគឺជាស្ដេចដ៏ធំនឹងឯងពេលហ្នឹងគាត់ក៏បានដោះមុខក្បាលគាត់ចេញបង្ហាញជាមួយនឹងមុខរបស់តាម៉ាតកីទី2ឃើញចឹងមិនអស់ចិត្តទេគាត់ក៏បានសម្រុកចូលទៅវាយក៏ប៉ុន្តែពេលនោះខ្លួនរបស់គាត់ចាប់ផ្ដើមមានឆក់នោះដោយសារតែមេរោគនេះក៏បានគ្រប់គ្រងខ្លួនរបស់តាម៉ាពេញសិទ្ធហើយគាត់អាចបញ្ជារូបរាងកាយរបស់តកីទី2បានហើយប៉ះសិនបានអ្នកទាំងអស់គ្នាពេលនេះចង់សម្លាប់គាត់នោះហាក់ដូចជាសម្លាប់រូបរាងកាយរបស់តាម៉ាពិតប្រាកដអញ្ចឹងម៉ាំងឆាប់ចេញពីតាម៉ាពិតប្រាកដភ្លាមអីសុំទោសស្ដាប់គេនិយាយសិនអញមិនត្រូវការស្ដាប់អីច្រើនទេសំខាន់ចេញពីតាម៉ាភ្លាមអាឡបយោឯងវាយទៅមិនងាប់ពនាងម្ចាស់អីគេទាំងពីរអ្នកឆ្លោះគ្នានៅកន្លែងតាម៉ានោះមកតែពេលវាយនឹងមានត្រូវអីបើជាត្រូវតាម៉ានឹងដដែលហើយពុកម្ដាយរបស់ពួកឯងទាំងអស់ពេលដែលស្លាប់អីគឺត្រូវបានបញ្ជូនឆ្លងកាត់មកទីនេះទាំងអស់យើងអាចកូពីរូបរាងពុករបស់ឯងបានទាំងអស់គ្រប់គ្នាពុកខ្ញុំមិនចឹងទេពុកខ្ញុំមិនចឹងទេពួកគេទាំងអស់នោះវាយឲ្យស្ដេចមេរោគនោះធ្លាក់ចុះមកខាងក្រោមរបូតដូចតាក់ទងជាមួយនឹងតាម៉ាតែពេលដែលដាច់ដូចចឹងហើយស្ដេចមេរោគនឹងគឺមិនអាចគ្រប់គ្រងខ្លួនរបស់តាម៉ាបានទៀតនោះទេឱកាសល្អណាស់អ្នកទាំងអស់គ្នារត់ចូលទៅវាយហើយពេលនោះពួកគេទាំងអស់គ្នាក៏ប៉ៅមកខាងក្រៅវិញដែលធ្វើឲ្យស្ដេចមេរោគនោះក៏ប្រែជារូបរាងថ្មីមួយទៀតដែលមានដូចជា Spider-Man យើងទៅកម្ចាត់ឯចូលឲ្យបែបបាត់ការក្តារប្រែទៅជាចឹងបាត់ហើយនេះគឺជាធម្មពលរបស់ស្ដេចមេរោគហ្នឹងដែលពេលរកតវាយប៉ះនរណាម្នាក់ទៅវាធ្វើឲ្យធម្មពលមេរោគនោះនឹងឆ្លងទៅកាន់ម្នាក់នោះឲ្យខ្លាយទៅជារូបរាងដូចជាតុក្កតាអញ្ចឹងពេលហ្នឹងគាត់ក៏បាញ់មកគ្រាប់ទៀតដែលធ្វើឲ្យត្រូវជាមួយនឹងស៊ីនប៉ាឈីខ្លួនប្រាំងរបស់ស៊ីនប៉ាឈីពេលនេះកំពុងតែរីកដុះដាលបន្តិចម្ដងនៃមេរោគនឹងឆ្លងហើយគាត់បាញ់មកគ្រាប់ទៀតសម្រាប់មកកាន់យេតកីតែទៅបានតកីទី2រត់ចូលមកទាញយេតកីចេញតាន់ពួកគេទាំងពីរនាក់គឺអត់មានធ្វើអីទេគឺមានតែរត់បណ្ដោះអាសន្នសិនដើម្បីគេចពីការវាយប្រហាររបស់ស្ដេចមេរោគមួយហ្នឹងមកដល់កន្លែងមួយទៀតនេះ
គិតគីក៏បានប្រាប់ថាឲ្យឯងចាប់ចេញពីទីនេះទៅហើយគាត់គឺមិនចង់ប្រយុទ្ធជាមួយនឹងស្ដេចមេរោគនឹងទេបណ្ដាំរបស់តាម៉ាគឺចង់នាំឯងចាក់ចេញពីនេះហើយទៅពិភពមួយផ្សេងទៀតតែទូគីទី2ប្រាប់ថាតួនាទីរបស់គាត់គឺជាអ្នកការពារព្រះនាងតាម៉ាដូច្នេះគាត់មិនចាក់ចេញទៅទីណានោះទេទោះបីជាគាត់ស្លាប់និងបដូរជីវិតនៅទីនេះក៏ដោយពេលនោះស្ដេចមេរោគក៏បានមកដល់កន្លែងពួកគេឥឡូវនេះពួកគេគឺមានតែរួមគ្នាដើម្បីកញ្ចប់ស្ដេចមេរោគនឹងទេស្ដេចមេរោគនោះក៏ប្រើជាមួយនឹងថាមពលរបស់គាត់យ៉ាងខ្លាំងបាញ់ចម្ដៅមកកាន់ពួកគេទាំងពីរនាក់ទូគីទី1និងទូគីទី2ក៏រួមដើរគ្នាបាញ់ជាមួយនឹងថាមពលទប់ជាមួយនឹងថាមពលរបស់ស្ដេចមេរោគពេលនោះខ្លួនប្រាណរបស់ទូគីទាំងពីរនាក់គឺចាប់ផ្ដើមមានជាមួយនឹងសញ្ញាខៀវៗនៅលើខ្លួននេះបង្ហាញថាមេរោគកំពុងតែឆ្លងទៅកាន់ពួកគាត់ហើយទូគីទី1មានសញ្ញានឹងនៅលើស្មាបានន័យថាគាត់អាចរើបំរាស់បានតែទូគីទី2គឺមានសញ្ញានឹងជើងនោះគាត់មិនអាចផ្លាស់ទីបានទេគំនិតរបស់ពួកគេពេលនេះគឺទូគីទី2គឺជាអ្នករងជាមួយនឹងធម្មពលរបស់ស្ដេចបិសាចនឹងដែលធ្វើឲ្យទូគីទី1ជួយរកាសទៅកន្លែងផ្សេងមួយទៀតដើម្បីវាយឆ្មក់ទៅកាន់ស្ដេចបិសាចនិយាយព្រមគ្នាហើយពួកគេក៏បានចូលដៃគ្នារៀងខ្លួនដែលធ្វើឲ្យទូគីទី1រត់ចេញពីកន្លែងនឹងបាត់ធម្មពលរបស់ស្ដេចមេរោគគឺពិតជាខ្លាំងដែលធ្វើឲ្យទូគីទី2ទប់ម្នាក់ឯងគឺមិនជាប់នោះទេពេលនោះទូគីទី2ក៏បានបង្ហាញជាមួយនឹងធម្មពលរបស់គាត់ក្នុងទម្រង់បែបនេះគឺគាត់បានលះបង់ជាមួយនឹងជីវិតរបស់គាត់ដើម្បីបញ្ជូនធម្មពលយ៉ាងខ្លាំងឲ្យទូគីទី1ហក់ឡើងទៅខាងលើវាយទៅកាន់ស្ដេចមេរោគឲ្យធ្លាក់ចុះមកខាងក្រោមនិងកំពៀតស្លាប់ងាប់ជា100បាត់មេក្រូក៏ប្រកាសថាស្ដេចមេរោគងាប់ហើយកូនចៅស្ដេចមេរោគទាំងអស់ចាប់ចោះចាញ់និងបកគោលខ្លួនទៅហើយកូនចៅស្ដេចមេរោគពណ៌ខ្មៅទាំងអស់ក៏បានទម្លាក់អាវុធចុះនិងទទួលអាវជាសម្លៀកបំពាក់ពណ៌សដែលឡែកទូគីទី2បន្ទាប់ពីប្រើធម្មពលនិងបូជាជីវិតរបស់គាត់យ៉ាងខ្លាំងទប់ទល់ជាមួយនឹងស្ដេចមេរោគហើយឥឡូវនេះខ្លួនប៉ារបស់គាត់ក៏ចាប់ផ្ដើមរលាយបន្តិចម្ដងវាគឺជាទូនាទីរបស់គាត់ដើម្បីការពារព្រះនាងតាម៉ាទោះបីជាខ្សូនជីវិតបែបនេះក៏ដោយក៏គាត់នៅតែសប្បាយចិត្តដែលពេលនោះតាម៉ាក៏បានមកដល់ហើយគាត់បានប្រាប់ថាមានវិធីមួយដែលធ្វើឲ្យទូគីទី2នឹងរស់ឡើងវិញនោះគឺបញ្ជូនរូបរាងកាយរបស់មនុស្សចូលទៅក្នុងខ្លួនរបស់ទូគីទី2គោលបំណងគឺដើម្បីសម្លាប់មេរោគនៅក្នុងខ្លួនរបស់ទូគីទី2នឹងឯងហើយចុះធ្វើមិនទៅខ្ញុំនេះនៅក្នុងខ្លួនរបស់មនុស្សយន្តហើយចង់ឲ្យបញ្ជូនខ្ញុំទៅក្នុងខ្លួនរបស់មនុស្សយន្តមកតង់ទៀតអញ្ចឹងវាមិនពីរតាំងហើយតាជាសាមដលដាក់ស៊ីនបាជីម៉ង់កាពៀតហើយក៏ដេញវាយទៅកាន់ការការ៉ាបន្ថែមទៀតហើយការការ៉ាកំពុងទៅរត់មើលស៊ីនបាជីតូចញេមនៅតង់សក់ទៅកាន់ការការ៉ាសាច់រឿងក៏មិនបានបង្ហាញដែរថាពួកគេទាំងអស់គ្នានោះបានចូលទៅក្នុងខ្លួនរបស់ទូគីទី2ពិតប្រាកដឬអត់ទេហើយនៅថ្ងៃនេះផងដែរអេដមីនក៏សូមសម្រាប់សិនហើយអ្នកទាំងអស់គ្នាជួបគ្នានៅថ្ងៃក្រោយទៀតអរគុណច្រើនអ្នកទាំងអស់គ្នាបាយបាយកុំភ្លេច like និង subscribe ឲ្យអេដមីនម្នាក់មួយផង